ទីគ្រប់និងជាទីមត្រីនៅពេលនេះកម្មវិធីដុនបូស្កូថបក៏បានវិលមកជួបត្រួតទស្សនិកជនសាច់ថ្មីម្ដងទៀតហើយនៅពេលនេះកម្មវិធីរបស់យើងខ្ញុំក៏បានអញ្ជើញលោកប៊ិនបក្តីដើម្បីមកធ្វើការបកស្រាយអំពីជីវិតពិតរបស់គាត់ផងដែរបាទដូច្នេះសូមជួបជាមួយនឹងលោកប៊ិនបក្តីដូចតទៅបាទជំរាបសួរបាទហើយនៅថ្ងៃនេះផងដែរតើលោកអាចបង្ហាញពីជីវិតពិតរបស់លោកបានទេចំពោះការមករៀននៅសាលាបច្ចេកទេស Don Bosco Capaceno ខ្ញុំបានប្រឡងជាប់សាលាបច្ចេកទេស Don Bosco Capaceno នៅឆ្នាំ2010ខាងផ្នែកទំនាក់សង្គមបាទសូមអរគុណដល់លោកប៊ិនបក្តីបាទកម្មវិធីរបស់យើងខ្ញុំក៏បានឈានចូលមកដល់ទីបញ្ចប់ផងដែរបាទដូច្នេះសូមអរគុណសូមជម្រាបលាខូចចិត្តត្បិតស្រឡាញ់អូនឈឺបេះដូងតែម្នាក់ឯងឯកាលួចស្នេហ៍អូនដឹងតាំងពីពេលណាទុកចិត្តមិនហ៊ានវាចាប្រាប់ស្ងួន